លោក Nagarjuna Albert Einstein នៃពិភពបូព៌ានិងអាថ៌កំបាំងសុញ្ញតាតើអ្នកធ្លាប់ឆ្ងល់ទេថាកាលពីជិត 2000 ឆ្នាំមុនពេលដែលពិភពលោកមិនទាន់មានបច្ចេកវិទ្យាអ្វីទំនើបសោះតើមនុស្សម្នាក់អាចយល់ពីការប្រែប្រួលនៃពិភពលោកយ៉ាងជ្រាលជ្រៅរហូតដល់គេប្រៀបប្រដូចគាត់ទៅនឹង Albert Einstein នៃពិភពបូព៌ាដោយរបៀបណាបុរសរូបនោះគឺលោក Nagarjuna កំពូលអ្នកប្រាជ្ញទស្សនវិជ្ជាពុទ្ធសាសនានិងជាបិតានៃផ្លូវកណ្ដាលលោកមិនត្រឹមតែជាមនុស្សដែលមានខួរក្បាលវៃឆ្លាតខ្លាំងនោះទេប៉ុន្តែលោកអាចបកស្រាយនិងជជែកឈ្នះអ្នកប្រាជ្ញជាច្រើនដោយប្រើប្រាស់តែហេតុផលនិងការពិតតែប៉ុណ្ណោះបេះដូងនៃទស្សនវិជ្ជារបស់លោក Nagarjuna ស្ថិតនៅលើពាក្យមួយឃ្លាយ៉ាងអាថ៌កំបាំងគឺសុញ្ញតាឬភាពទទេស្អាតប៉ុន្តែសូមកុំច្រឡំពាក្យថាទទេរបស់លោក Nagarjuna មិនមែនមានន័យថាគ្មានអ្វីសោះឬទទេដោយប្រហោងនោះឡើយប៉ុន្តែលោកចង់មានន័យថាគ្មានអ្វីមួយនៅក្នុងសកលលោកនេះដែលអាចកកើតឡើងឬរស់នៅដោយឯករាជ្យតែឯងបាននោះទេសូមស្រមៃមើលផ្កាមួយតងវាគ្មានអត្ថិភាពជាផ្កាដោយខ្លួនឯងឡើយវាត្រូវការពន្លឺព្រះអាទិត្យត្រូវកកើតពីដីត្រូវការទឹកនិងការថែទាំពីមនុស្សបើគ្មានដីគ្មានទឹកគ្មានពន្លឺព្រះអាទិត្យទេការនោះក៏គ្មានដែរលោក Nagarjuna បានបង្ហាញថាអ្វីៗទាំងអស់នៅក្នុងលោកគឺអាស្រ័យផលគ្នាទៅវិញទៅមកគ្មានអ្វីជាអមតៈឬឋិតថេរដាច់ខាតនោះឡើយហេតុអ្វីបានជាគេប្រៀបប្រដូចលោកទៅនឹង Albert Einstein ព្រោះលោក Nagarjuna បានបំបែកអវិជ្ជានិងសេចក្តីប្រកាន់របស់មនុស្សដោយប្រើប្រាស់វិធីសាស្ត្រមួយហៅថាមជ្ឈិមបដិបទាឬផ្លូវកណ្ដាលលោកបានបដិសេធទិដ្ឋិជ្រុលនិយមខាងកើតថាអ្វីៗកើតមានរហូតហើយលោកក៏បានបដិសេធទិដ្ឋិជ្រុលនិយមខាងលិចថាស្លាប់ទៅគឺសូន្យសោះលោក Nagarjuna បានជជែកដេញដោលជាមួយអ្នកប្រាជ្ញដទៃទៀតដោយបង្ហាញថាសច្ចធម៌ពិតស្ថិតនៅចន្លោះអត្ថិភាពនិងអនន្តភាពនៅពេលដែលចិត្តរបស់មនុស្សយើងឈប់ប្រកាន់ឆ្វេងឬស្ដាំឈប់ប្រកាន់ថាល្អដាច់ខាតឬអាក្រក់ដាច់ខាតនៅពេលនោះហើយដែលចិត្តនឹងស្គាល់សេរីភាពនិងសន្តិភាពពិតប្រាកដតើទស្សនវិជ្ជាសញ្ញតារបស់លោក Nagarjuna ជួយអ្វីខ្លះដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើងនៅក្នុងជីវិតពិតទុក្ខសោកនិងសម្ពាធភាគច្រើនរបស់មនុស្សយើងកើតចេញពីការប្រកាន់មាំយើងប្រកាន់ថាលុយកាក់ឋានៈរូបសម្បត្តិឬមនុស្សដែលយើងស្រឡាញ់ត្រូវតែជារបស់យើងជារៀងរហូតនៅពេលដែលរបស់ទាំងនោះផ្លាស់ប្ដូរឬបាត់បង់ចិត្តយើងក៏កើតទុក្ខខ្លោចផ្សានិងឈឺចាប់ប៉ុន្តែប្រសិនបើយើងយល់ពីប្រាជ្ញារបស់លោក Nagarjuna យើងនឹងយល់ថាអ្វីៗគ្រប់យ៉ាងគ្រាន់តែជាលំហូរអាស្រ័យផលបណ្ដោះអាសន្នពេលមានយើងសប្បាយចិត្តនឹងឲ្យតម្លៃវាប៉ុន្តែមិនប្រកាន់រហូតដល់វង្វេងពេលបាត់បង់យើងយល់ពីធម្មជាតិរបស់វាហើយមិនរៀបរាប់កើតទុករហូតដល់បាត់បង់ម្ចាស់ការលើជីវិតនោះឡើយលោក Nagarjuna មិនត្រឹមតែជាអ្នកប្រាជ្ញដែលបន្សល់ទុកទ្រឹស្ដីដ៏ស៊ីជម្រៅប៉ុណ្ណោះទេប៉ុន្តែលោកបានផ្ដល់កញ្ចក់ឆ្លុះបញ្ចាំងចិត្តដ៏ថ្លាឈ្វេងមួយសម្រាប់មនុស្សជាតិគ្រប់យុគសម័យការយល់ពីសុញ្ញតាមិនមែនធ្វើឲ្យយើងអស់សង្ឃឹមក្នុងជីវិតនោះទេប៉ុន្តែវាធ្វើឲ្យយើងរស់នៅដោយមានសេរីភាពមានក្តីមេត្តានិងមិនប្រកាន់តឹងជាមួយពិភពលោកជុំវិញខ្លួនចុះសម្រាប់បងប្អូនវិញតើធ្លាប់មានអារម្មណ៍ថាចិត្តរលួសនិងស្រាលខ្លួនពេលដែលយើងរៀនទម្លាក់ចោលសេចក្តីប្រកាន់ដែរឬទេសូមកុំភ្លេច like share និង follow ដើម្បីទទួលបានវីដេអូប្រាជ្ញាញាណស៊ីជម្រៅជាបន្តទៀត